ជាបុគ្គលគួរគោរពសក្ការៈជាបុគ្គលគួរជាទីសក្ការៈរបស់ពុទ្ធបរិស័ទគួរជាទីចិញ្ចឹមដោយងាយរបស់ពុទ្ធបរិស័ទគឺថាចិញ្ចឹមដោយធម៌ណាព្រោះយើងរស់នៅដោយធម៌ជីវិតរបស់អ្នកបួសហ្នឹងរស់នៅដោយធម៌បើសិនតែយើងគ្មានធម៌យើងគ្មានធម្មៈណាយើងគ្មានគុណធម៌ទេយើងក៏មិនអាចរស់នៅដោយស្រួលដោយងាយដែរគឺក៏គេមិនចិញ្ចឹមយើងដោយងាយដែរអញ្ចឹងដោយសារយើងជាស្រ័យបុណ្យដ៏ល្អដែលពុទ្ធបរិស័ទយល់ឃើញថាយើងនឹងជាស្រ័យបុណ្យពួកគាត់អាចសាបព្រោះនៅពូជាបុណ្យបានដាំពូជាបុណ្យដោះបុណ្យជាបុណ្យបានកើតសេចក្តីល្អបានក្នុងជាតិនេះក្តីក្នុងជាតិខាងមុខក្តីបានគាត់ព្យាយាមសាបព្រោះពូជបុណ្យហ្នឹងជាមួយព្រះសង្ឃមិនថាភិក្ខុមិនថាសាមណេរមិនខានអ្នកបួសចាស់មិនខានអ្នកបួសថ្មីគឺថាញោមញាតិគាត់សាបព្រោះនៅពូជជាបុណ្យហ្នឹងជាមួយព្រះសង្ឃដោយយល់ថាជាបញ្ញខេត្តជាស្រែបុណ្យរបស់ពុទ្ធបរិស័ទដូច្នេះយើងធ្វើខ្លួនយ៉ាងណាឲ្យទៅជាស្រែបុណ្យរបស់ពុទ្ធបរិស័ទហ្នឹងឲ្យបានល្អហ្នឹងយើងក៏បានរីកចម្រើនរុងរឿងផ្នែកខាងគុណធម៌ពុទ្ធបរិស័ទក៏បានចម្រើនដោយសេចក្តីល្អសាបព្រោះពូជាបុណ្យរបស់គាត់ផងហើយពុទ្ធសាសនារបស់យើងក៏បានរីកចម្រើនរុងរឿងតទៅទៀតដោយអំណាចនៃគុណធម៌របស់យើងដែលគោរពប្រតិបត្តិបានត្រឹមត្រូវធ្វើជាបញ្ញខេត្តដ៏ល្អរបស់ពុទ្ធបរិស័ទហ្នឹងធ្វើជាស្រែបុណ្យដ៏ល្អរបស់ពុទ្ធបរិស័ទហ្នឹងឯងហ្នឹងអញ្ចឹងនឹងឈ្មោះថាជាកំណើតដែលមានគុណគំណាកំណើតមែនតែនមិនមែនកំណើតលេងទេកំណើតលេងកំណើតឥតគុណគំកំណើតបុគ្គលពីលកំណើតបុគ្គលអសប្បុរសមនុស្សមិនល្អណាស់នៅក្នុងសង្គមហ្នឹងមនុស្សមិនល្អហ្នឹងច្រើនមានក្មេងមានចាស់មានវ័យដំបូងមានវ័យកណ្ដាលមានវ័យចាស់គឺមានណាគឺគេហៅថាបុគ្គលឥតគុណគំបុគ្គលពីលហ្នឹងអញ្ចឹងមនុស្សមិនមែនតែកើតជាមនុស្សហើយល្អទាំងអស់ទេអាស្រ័យដោយយើងខ្លួនយើងតម្កល់ខ្លួនឲ្យទៅជាមនុស្សមានគុណគំមនុស្សមានគុណធម៌មនុស្សសប្បុរសដែលលឺហើយកំណើតហ្នឹងព្រះអង្គសម្ដែងមានច្រើនណាមានកំណើតមនុស្សខ្លួនជាមនុស្សចិត្តជាមនុស្សសតេវោខ្លួនជាមនុស្សចិត្តជាទេវតាចិត្តល្អសប្បុរសមនុស្សសពេតោមានខ្លួនជាមនុស្សចិត្តជាប្រែតស្គាល់សត្វប្រែតទេហ្នឹងហើយពួកសត្វប្រែតហ្នឹងចិត្តតែពួកអត់បុណ្យអត់មានអាហារបរិភោគរស់នៅជាក្នុងអត្តភាពវេទនាអត់មានអាហារបរិភោគហើយឃ្លានអាហារខ្លាំងណាស់ខ្លួនធំខ្លួននឹងធំប៉ុនពហិយក៏មានដែរប៉ុនមាត់ប៉ុនមជុលនឹងបាបកម្មពួកជីវិតគេថាជីប្រែតហ្នឹងណាអត្តភាពជីប្រែតហ្នឹងអញ្ចឹងមនុស្សយើងហ្នឹងក៏មានដែរក៏មានថាខ្លួនជាមនុស្សប៉ុន្តែចិត្តជាប្រែតមនុស្សសនិរយិកោខ្លួនជាមនុស្សក៏ប៉ុន្តែចិត្តជានរកចិត្តនោះចិត្តអាក្រក់ចិត្តទោមនស្សចិត្តស្មោជន់ចិត្តទោសៈចង់តែកាប់ចង់តែសម្លាប់ចង់តែឆ្លោះចង់តែវាយប្រហារចង់តែខឹងធ្វើអីមួយប្រើតែទោសៈហ្នឹងគេហៅថាខ្លួនជាមនុស្សហ្នឹងចិត្តជានរកអញ្ចឹងកុំយកហ្នឹងណាមនុស្សៈទេរិឆានណោខ្លួនជាមនុស្សចិត្តជាទេរិឆានដឹងហើយទេរិឆានណាមើលសត្វឆ្កែសត្វអីហ្នឹងអត់ដឹងម៉ែអត់ដឹងឪទេសត្វគោអីមានដឹងម៉ែដឹងឪណាឃើញទេអត់ដឹងទេសត្វទេរិឆានហ្នឹងខ្លះខំម៉ែឪវាផងខំសម្លាប់អាហ្នឹង
ខ្លួនជាមនុស្សចិត្តជាដេរិឆានចឹងតែមួយពីរនេះដែលល្អខ្លួនជាមនុស្សចិត្តជាមនុស្សខ្លួនជាមនុស្សចិត្តជាទេវតានេះគេឲ្យយកហ្នឹងកសាងសេចក្តីល្អកសាងគុណធម៌កសាងពីហ្នឹងទៅកសាងពីហ្នឹងទៅណាអញ្ចឹងនឹងតម្លៃជីវិតតម្លៃកំណើតរបស់យើងកំណើតគុណគប់កំណើតមែនតែនមិនមែនកំណើតលេងទេក្នុងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងត្រង់គាថាមួយកន្លែងថាកម្មង្វិជាចៈធម្មោចៈសីលੰជីវតៈមុត្តមੰអេតេនមច្ចាសិច្ឆន្តិអ្នកកោធេនៈតនេនវាអ្នកកោតេនៈតនេនវាបានន័យថាម៉េចបានន័យថាជីវិតរបស់បុគ្គលរបស់សត្វនឹងគឺថាគេសម្គាល់បុគ្គលហ្នឹងមិនមែនដោយកោតដោយតកោដោយទ្រព្យទេជីវិតឧត្តមណាជីវិតដែលមានតម្លៃខ្ពង់ខ្ពស់ថាជាជីវិតឧត្តមហ្នឹងទៅដោយគុណធម៌4ទៅដោយកម្មមួយកម្មទីនេះសំដៅយកកម្មល្អណាទៅដោយកម្មល្អមួយទៅដោយទៀតកម្មង្វិជាចៈទៅដោយវិជាមួយមានវិជាមួយទៀតទី2ទី3មានអីទៀតមានធម៌ទៅនេះសំដៅលើសីលធម៌នឹងហើយមួយទៀតទី4គឺសំដៅលើកម្មង្វិជាចៈធម្មោចៈសីលੰសិលមានកម្មល្អមានវិជ្ជាមានធម៌មានសិលណាមានសិលអញ្ចឹងក្នុងន័យនេះគឺលោកថាគុណធម៌4យ៉ាងនេះមានកម្មល្អមួយមានវិជ្ជាមួយមានធម៌មួយកណាម្ដងទៀតគឺធម៌ក្នុងទីនេះសំដៅលើការគោរពទូនីតិត្រឹមត្រូវហើយសីលៈហ្នឹងសំដៅលើសីលធម៌កណាអញ្ចឹងមាន4ធ្វើឲ្យជីវិតហ្នឹងឧត្តមបានថ្លៃថ្នូរបានខ្ពង់ខ្ពស់បានជីវិតដែលថ្លៃថ្នូរដែលឧត្តមគេមិនសម្គាល់ដោយទ្រព្យនិងតកូលទេញ៉ាព្រះអង្គសម្ដែងអញ្ចឹងណាគឺសម្គាល់ដោយគុណធម៌4ណាសម្គាល់ដោយគុណធម៌4ជីវិតឧត្តមអញ្ចឹងបុគ្គលណាក៏ដោយបើគ្មានគុណធម៌4យ៉ាងហ្នឹងមិនឈ្មោះថាជីវិតឧត្តមទេចាំមើលយើងពិចារណាទាំងអស់គ្នាយកមួយម្ដងមកពិចារណាថាតើវាត្រូវឬអត់គួរដើរតាមគួរយកឬអត់ណាគួរធ្វើឲ្យមានគុណធម៌4ហ្នឹងនៅក្នុងវិថីជីវិតរបស់យើងឬក៏អត់អញ្ចឹងឥឡូវព្រះពុទ្ធព្រះអង្គសម្ដែងថាទ្រព្យនិងតកូលមិនមែនជារឿងសំខាន់កំណត់ថាជាជីវិតដែលថ្លៃថ្នូរបំផុតនោះទេឥឡូវឧទាហរណ៍ថាបុគ្គលមានទ្រព្យច្រើនគាត់មហាសេដ្ឋីចឹងទៅណាតកូលគាត់ខ្ពង់ខ្ពស់គាត់មានទ្រព្យទៀតប៉ុន្តែគាត់ប្រព្រឹត្តអំពើអនាចារគាត់ប្រព្រឹត្តអំពើមិនគប្បីគាត់អត់មានសីលធម៌គាត់ដើរបៀតបៀនគេគាត់ដើរធ្វើបាបគេគាត់ដើរឈាមនេះគេគាត់រំលោភច្បាប់ក្នុងសង្គមគាត់មិនមានមារយាទល្អគាត់និយាយពាក្យប្រមាថគាត់ច្រឡោមខាតគាត់ប្រព្រឹត្តអំពើអសីលធម៌ក្នុងសង្គមគាត់រំលោភកូនគេគាត់ផឹកស្រាស្រវឹងគ្រប់ពេលគ្រប់វេលាគាត់លេងល្បែងគាត់ប្រព្រឹត្តអំពើពីលាវាសែដែលសង្គមស្អប់ខ្ពើមនេះគ្រប់មុខទាំងអស់គេហៅថាអំពើអបាយមុខគាត់តែគាត់មានទ្រព្យហើយចេញពីតកូលខ្ពង់ខ្ពស់
ថាតើជីវិតនឹងថ្លៃថ្នូរទេនឹងអត់ថ្លៃថ្នូរទេនរណាក៏សោមនរណាក៏ខ្ពើមនរណាក៏តេះដៀលសង្គមគេជេរបតិចប្រាសានឹងហើយបានប្រពុតជាអម្ចាស់ព្រះអង្គសម្ដែងថាទ្រព្យនិងតកូលនេះមិនកំណត់ថាជាជីវិតឧត្តមរបស់បុគ្គល